បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទដែលនិយមតាមដានคลิปវីដេអូទុរេនអំពី page របស់ខ្ញុំបាទថ្ងៃនេះក្រុមការងារចំការទុរេនតកាំងសម្បូរព្រៃគុកយើងខ្ញុំមានវត្តមាននៅស្រុកស្ទឹងត្រង់បាទនៅខាងស្រែវាលបាទថ្ងៃនេះយើងបានមកដាំទុរេនជូនអតិថិជននៅខាងផ្សារស្រែវាលហ្នឹងបងប្អូនបាទនៅទីនេះយើងបោះបង្គោលតម្រុយរួចអស់បោះបង្គោលមជ្ឈតារកទីតាំងដាំរួចអស់យើងរកឃើញចំនួនដើមទុរេនហ្នឹងចំនួន501ដើម501ដើមបាទអញ្ចឹងនៅទីនេះយើងប្រើក្បួននៃការដាំទាំងអស់ហ្នឹងគឺយើងប្រើក្បួនរបស់ក្រុមហ៊ុន G ធម្មជាតិ EXM ទាំងអស់បាទន័យថាក្បួនរបស់លោកគ្រូជនកាំងទាំងអស់បាទអញ្ចឹងសម្រាប់ការដាំគឺយើងប្រើប្រព័ន្ធរបស់ក្រុមហ៊ុន G ធម្មជាតិ EXM ទី1គឺយើងមាន G ឆ្អឹងបាទ G ឆ្អឹងហើយនឹង G 833សម្រាប់មិចវាបញ្ចូលគ្នាផ្សំវាបញ្ចូលគ្នាហើយបានយើងយកមកបាចធ្វើរណ្ដៅបាទអញ្ចឹងបងប្អូនតាមដានវីដេអូនៅក្នុងហ្នឹងមាននេះគឺជាសកម្មភាពក្រុមការងារយើងខ្ញុំបោះមជ្ឈតាសម្រាប់រកគោលដៅដាំបាទដើម្បីឲ្យដឹងត្រង់ជួរមានបន្ទាត់មានម៉ែត្រវាត្រឹមត្រូវហើយមួយទៀតសកម្មភាពមកជាបន្តបន្ទាប់នេះគឺយើងផ្សំជីបាទយើងលាយជីបញ្ចូលគ្នាជាមួយនឹងជីឆ្អឹងនិង833ដើម្បីឲ្យវាចូលគ្នាល្អពេលដែលយើងយកមកបាចគឺមួយមុខ2គីឡូ2គីឡូកន្លះអញ្ចឹងក្នុងមួយដើមនេះយើងទ្រាប់បាតខាងក្រោម1កាតូបាទ1កាតូហ្នឹងវាស្មើនឹង5គីឡូបន្ទាប់មកពេលដែលលើកកផែងយើងប្រើ5គីឡូទៀតអញ្ចឹងមករណ្ដៅ10គីឡូបាទអញ្ចឹងបញ្ជាក់ផងដែរបងប្អូនសម្រាប់ការមកដាំទុរេននេះគឺអតិថិជនគាត់មានតែដីទេគាត់មានតែដីស្អាតហើយមានប្រភពទឹកបាទក្រៅពីហ្នឹងគឺខាងក្រុមហ៊ុនទាំងអស់បាទតាំងពីប្រព័ន្ធទឹកតាំងពីប្រភពបូមទឹកម៉ូទ័រសូឡាអីហ្នឹងគឺក្រុមហ៊ុនបំពាក់ជូនគាត់ទាំងអស់បាទខាងគាត់ធ្វើម៉េចឲ្យមានដីស្អាតហើយនឹងមានប្រភពទឹកសម្រាប់បូមអញ្ចឹងនៅតំបន់នេះសម្រាប់ម្ចាស់ដីម្ចាស់ចំការនៅទីនេះគាត់បានសិក្សាជាមួយនឹងក្រុមការងារឬក៏គ្រប់នៃការរៀនដាំទុរេនហ្នឹងវាយូរឆ្នាំដែរហើយគឺ1ឆ្នាំហើយបាទហើយនៅតំបន់នេះគាត់អត់មានអូទេគាត់អត់មានទឹកអូទេគឺគាត់ប្រើប្រាស់ទឹកបុកពីក្រោមដីយកមកស្តុកនៅស្រះអញ្ចឹងថាគាត់មានស្រះទឹកមួយបាទដែលមានការស្តុកទឹកជាង10000ម៉ែត្រគីបបាទក្នុងមួយស្រះហ្នឹងជិត20000ម៉ែត្រគីបរបស់គាត់ដែរសម្រាប់ការស្រោចស្រពអញ្ចឹងទំហំស្រះប៉ុណ្ណឹងយើងមិនអាចផ្គត់ផ្គង់បានជារៀងនេះទេអញ្ចឹងគឺយើងមានចេញមានចូលបាទបើន័យថាបូមបញ្ចេញបដាបូមបញ្ចូលបដាអញ្ចឹងបងប្រុសម្ចាស់ចំការគឺគាត់ដាក់សូឡាសម្រាប់បូមបញ្ចូលស្រះមួយទៅបាទយោហុកបាទក្នុង1ម៉ោងវាជាង10គីបអីចឹងទៅហើយការបូមបញ្ចេញគឺមានម៉ូទ័រដែលខាងយើងតម្លើងជូនបាទម៉ូទ័របំពាក់ក្បាល N បាទហើយនឹងសូឡាបាទបងប្អូនហើយអញ្ចឹងវាជាដំណាក់កាលបងប្អូនតាមដានវីដេអូហ្នឹងទៅទី1គឺបោះបង្គោលមជ្ឈតាទី2គឺការផ្សំជីទី3រកគោលដៅរួចហើយគឺ SK ចាប់ផ្ដើមចូលធ្វើរណ្ដៅបាទអញ្ចឹងបងប្អូនខាងមុខនេះគឺជាសកម្មភាព SK គាត់កាយរណ្ដៅហើយក្រុមការងារយើងកំពុងតែបាចជីដើម្បីទ្រាប់បាតរណ្ដៅការដែលបាចជីធ្វើឃ្លាំងស្តុកជីនៅក្រោមដីនេះមិនបង្ខំឲ្យបងប្អូនធ្វើតាមទេបើបងប្អូនធ្វើតាមក៏ធ្វើទៅបើមានចម្ងល់សួរធ្វើតាមរបៀបម៉េចឲ្យដូចឬក៏ប្រហាក់ប្រហែលតែបើបងប្អូនថាកាប់ដាំអានោះជាសិទ្ធិរបស់បងប្អូនទេខាងយើងខ្ញុំគឺធ្វើតាមក្បួនយើងខ្ញុំបងប្អូនឃើញហើយពីដំណាក់កាលមួយទៅដំណាក់កាលមួយវាមិនមែនងាយស្រួលទេមិនមកកាប់ដាំទេព្រោះខ្ញុំមានបោះបង្គោលមជ្ឈតា2ទៅ3ដងហើយមានការកាយរណ្ដៅមានការលុបរណ្ដៅហើយមាននឹងការលើកកផែងអញ្ចឹងវាច្រើនដំណាក់កាលអញ្ចឹងយើងប្រើ SK04 ដើម្បីធ្វើការងារនឹងបាទអញ្ចឹងបន្ទាប់មកហើយបន្ទាប់ពីយើងកាយរណ្ដៅបាជីរួចហើយគឺយើងចាប់ផ្ដើមលុបទៅវិញហើយការលុបយើងមានត្រាក់ទ័រយើងមាន SK សម្រាប់លុបបាទអញ្ចឹងយើងលុបទៅវិញបានយើងបោះបង្គោលមជ្ឈតាសារឡើងវិញបានយើងឲ្យ SK យើងចូលមកធ្វើកំផែងបាទអញ្ចឹងហើយនេះគឺជាសកម្មភាព SK ក្រុមការងារយើងបាចជីហើយ SK គាត់ធ្វើកំផែងបាទ
ចឹងក្នុងមួយកំផែងហ្នឹងគឺយ៉ាងតិចណាស់ក៏6ដៃ7ដៃ SK ដែរបាទចិត្ត1ឡានសម្រាប់ទំហំផ្ទៃដីហ្នឹងបាទតោះមក SK គាត់ប្រើ technique វាឲ្យរៀងមូលបន្តិចមកបានបន្ទាប់មកក្រុមការងារយើងខ្ញុំមានទយោទយោហ្នឹងគឺវាជាកងសម្រាប់យើងដាក់ទឹកអាហ្នឹងគឺជាຂະຫນាតមួយបាទជាຂະຫນាតមួយហើយយើងដាក់វាជាកងយ៉ាងមកដើម្បីធ្វើកំផែងហ្នឹងទៅឲ្យវាស្អាតឲ្យវាមូលហើយឲ្យវាធំជាងកងកុំឲ្យធ្វើទៅតូចជាងកងដោយសារអីបានយើងធ្វើអញ្ចឹងព្រោះអីកងគឺយើងធ្វើຂະຫນាតតែមួយទេបើសិនជាកំផែងហ្នឹងយើងធ្វើទៅតូចអញ្ចឹងអត់ត្រូវមួយកងហ្នឹងទេយើងអត់មែនចេះតែកាត់ទយោហ្នឹងតាមកផែងទេបាទអញ្ចឹងគឺស្តង់ដារដូចគ្នាបានន័យថាមកកងទយោហ្នឹង4ម៉ែត្រស្មើនឹងកាត់ទយោ PE 4ម៉ែត្រយកមកធ្វើកងបាទបន្ទាប់មកហើយបានយើងចាប់ផ្ដើមសម្រួលវាឲ្យស្អាតចឹងទៅអញ្ចឹងបងប្អូនឃើញទស្សនភាពនៅខាងមុខនេះគឺជាកំផែងដែលវាស្អាតបាទបងប្អូនឃើញក្រោយពីយើងសម្រួលហើយគឺវាស្អាតអញ្ចឹងបាទបន្ទាប់មកហើយយើងអត់តាន់ដាំភ្លាមទេជាក្បួនគឺយើងធ្វើកំផែងឲ្យរួចរាល់អស់បានយើងតប្រព័ន្ធទឹកបាទយើងតប្រព័ន្ធទឹករួចហើយបានយើងតេស្តទឹក2ទៅ3ដងមកឆ្អែតដីនឹងហើយឲ្យជីវាប្រតិកម្មជាមួយនឹងដីជាមួយនឹងខ្យល់ជាមួយនឹងកម្ដៅឲ្យវាបានន័យថាវាធ្វើកប៉ោះបាទប្រតិកម្មនៅក្នុងនឹងសិនកុំឲ្យវាចំហួលជីបន្ទាប់មកហើយបានវាងុំហើយបានយើងចាប់ផ្ដើមខួងជារណ្ដៅហើយយើងដាក់ពេលវេលាដាំបានហើយបាទអញ្ចឹងសម្រាប់សកម្មភាពជាហូហែដូចជាការតទយោតប្រព័ន្ធទឹកអីនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមិចបញ្ចូលគ្នាទាំងអស់ដើម្បីឲ្យបងប្អូនតាមដានបាទអញ្ចឹងអានេះគឺជាក្បួននៃការដាំទុរេនរបស់ក្រុមហ៊ុនជីធម្មជាតិ EHM គឺយើងមានក្បួនមានຂະຫນាតយើងត្រឹមត្រូវសម្បីតែការធ្វើកផែងហ្នឹងក៏យើងត្រូវមានក្បួនដែរមិនមែនចេះតែធ្វើទេបងប្អូនបាទអញ្ចឹងអានេះគឺយើងធ្វើដើម្បីបង្ហាញទៅដល់បងប្អូនដែលមានបំណងចង់ដាំទុរេនដែលដើរតាមក្បួននៃការដាំរបស់ក្រុមហ៊ុនជីធម្មជាតិ EHM តែបើបងប្អូនដាំរបៀបផ្សេងក៏ជាសិទ្ធិរបស់បងប្អូនដែរគ្រាន់តែថាបងប្អូនបានមើលវីដេអូនេះហើយបងប្អូនបានក្រេបជញ្ជក់នៅចំណេះខ្លះដែលយើងធ្វើទៅយើងបង្ហាញទៅដល់បងប្អូនអញ្ចឹងបងប្អូនបានចំណេះ free គ្រាន់តែមានទូរស័ព្ទមើលវីដេអូហ្នឹងទៅចំណេះបាន free ទេអត់មានពិបាកទៅរៀនទៅសូត្រអីទេប៉ុន្តែបើបងប្អូនចង់ចូលរៀននៅក្នុងក្រុម Telegram ក៏មានដែរមាន 4-5 ក្រុមបាទមានក្រុមវគ្គដាំវគ្គផ្លែផ្កាបាទមានច្រើនហើយក្នុងមួយឆ្នាំយើងរៀនបងតែ$10ទេបងប្អូនសួរអីក៏សួរទៅពេលខ្លះបងប្អូនមិនបាច់សួរក៏បានហើយចំនួនខ្លះសួរមកដូចតែយើងចង់សួរអញ្ចឹងយើងចាំតែស្ដាប់គេទៅអញ្ចឹងវាបង្កើនចំណេះឲ្យយើងបានដឹងអស់តែ$10ទេមួយឆ្នាំអញ្ចឹងវាបង្កើនចំណេះឲ្យយើងបានដឹងយើងក៏គិតថាខ្ញុំចេះហើយបាទអញ្ចឹងទាំងគេទាំងយើងសិតតែមានចំណុចខ្វះខាតបាទអញ្ចឹងសម្រាប់ពួកខ្ញុំក៏មិនមែនជាអ្នកចេះឯដែរសិតតែជាអ្នករៀនអនុវត្តផ្ទាល់ទេមិនមែនអ្នករៀននៅលើក្តារខៀនទេគឺជាអ្នកអនុវត្តផ្ទាល់ជាក់ស្ដែងជួបបញ្ហាជាក់ស្ដែងហើយក៏មានអ៊ំពូមីងបងប្អូនខ្លះក៏គាត់មានបទពិសោធន៍ច្រើនជាងពួកខ្ញុំទៅទៀតបាទមានរហូតដល់20-30 ឆ្នាំក៏មានដែរគាត់ថាពីមុនមកយើងអត់សូវយល់ពីវាដាំងាប់អីចឹងទៅទើបតែរយៈពេល10ឆ្នាំក្រោយដែលបងប្អូនខ្មែរយើងមានការប្រឹក្សាយោបល់ពីសំណាក់ក្រុមហ៊ុនជីធម្មជាតិ EHM តាមរយៈការមើលវីដេអូនៅក្នុងប្រព័ន្ធ YouTube Facebook page អីហ្នឹងគឺយល់ច្រើនអញ្ចឹងយើងឃើញថាទុរេនល្អច្រើនជាពិសេសផ្លែបានលក់ហើយដើមនៅសុខភាពល្អទៀតបាទស្លឹកក៏ច្រើនទៀតតែបើពីមុនវិញឲ្យតែបានផ្លែអត់ខ្វល់ពីដើមទេអញ្ចឹងពេលដែលប្រមូលផលហើយកាប់ចាំងព្យាបាលបណេបណាស់ពេញហ្នឹងបាទប៉ុន្តែមកដល់ឥឡូវយើងឃើញមានចំណុចល្អច្រើនសម្រាប់បងប្អូនដែលដាំទុរេននៅក្នុងស្រុកខ្មែរគឺមានការរីកចម្រើនខ្លាំងបាទបានន័យថាប្រមូលផលហើយផ្លែរសជាតិឆ្ងាញ់ហើយសុខភាពដើមល្អទៀតអញ្ចឹងអត់ប៉ះពាល់ទៅដល់សុខភាពដើមឯបានន័យថាយើងបានទាំងចំណូលពីទុរេនក៏នៅសុខភាពល្អបន្តទៅឆ្នាំក្រោយអញ្ចឹងវាអាយុវែងបាទអញ្ចឹងយើងវិលចូលមកវិញហេតុអីបានយើងធ្វើអាងស្តុកជីនៅខាងក្រោមបាទបងប្អូនត្រូវដឹងថាពេលដែលយើងធ្វើអាងស្តុកជីនៅខាងក្រោមគឺយើងមានជីឆ្អឹងជី8សម្រាប់លូតលាស់ហ្នឹងគឺយើង
ធ្វើឃ្លាំងស្តុកជីឲ្យវាអញ្ចឹងនៅពេលដែលរឹសបាទពេលដែលរឹសវាដើរទៅដល់ចំណុចអស់ហ្នឹងគឺស្ទុះលឿនណាជាពិសេសការកត់សម្គាល់រយៈពេលយូរឆ្នាំមកគឺទុរេនអាយុចាប់ពី16ខែ17ខែទៅគឺធំលឿនបាទធំលឿនរហូតដល់បងប្អូនខ្លះក៏អត់ជឿថាទុរេនហ្នឹងអាយុឧទាហរណ៍យើងថាយើងដាំបាន2ឆ្នាំគាត់មកមើលជាក់ស្ដែងគាត់ថាអត់ជឿបាទអញ្ចឹងក៏មានដែរអាហ្នឹងវាពាក់ព័ន្ធនឹងការថែទាំបាទអញ្ចឹងបើបងប្អូនដាំទុរេនយើងមិនមែនដាំសងព្រេងដូចពីមុនទេពីមុនអាចថាដាំសងព្រេងមិនដឹងរស់មិនដឹងងាប់បាទហើយមួយទៀតការតពន្ធទឹកអីមិនដឹងឯណាណីទេបាទអញ្ចឹងហើយគាត់ផ្សងព្រេងទាំងអស់ដល់ពេលឥឡូវគឺយើងអត់មានផ្សងព្រេងទេគឺយើងដាំគឺយើងប្រកាសថាវាដឹងតែបានផ្លែលក់បាទអញ្ចឹងបានយើងធ្វើវាឲ្យម៉ត់ចត់មិនមែនចេះតែដាំឲ្យតែបានទេអញ្ចឹងបងប្អូនដែលប្រើសេវាកម្មរបស់ក្រុមហ៊ុនជីធម្មជាតិ EHM សង្ឃឹមថានៅតំបន់នេះ4ឆ្នាំក្រោយឬក៏3ឆ្នាំក្រោយបានទុរេនដែលយើងដាំនេះធ្លួយព្រោះអីជាធម្មតាមន់ផងវាផ្លែចាប់ពីអាយុ3ឆ្នាំឡើងទៅវារៀនផ្លែខ្លួនវាមិនបាច់ចាំធ្វើបាបវាក៏វាផ្លែដែរគាត់ថាចំនួនតិចចំនួនច្រើនពាក់ព័ន្ធនឹងរសជាតិអីចឹងទេតែបើទី4ទៅចាប់ដើមរៀងឡើងបន្តិចទៅទី5ឡើងបន្តិចទី6ឡើងបន្តិចចឹងទៅបាទនិយាយទៅពីទី3ទៅគឺដឹងតែបានភ្លួយក្នុង501ដើមហ្នឹងដឹងតែមានរសជាតិដឹងតែមានទុរេនបានភ្លួយបងប្អូនបាទហើយបងប្អូនមើលទៅនេះគឺជា BG 833នឹងជីឆ្អឹងដែលអត់មានការខ្លាយបន្លំបាទបងប្អូនមើលទៅមានរូបសម្គាល់មេអំបៅបាទមេអំបៅហើយមានលេខទូរស័ព្ទលោកនាយកនៅក្នុងហ្នឹងគឺអត់ពិបាកទេមានបញ្ហាអីតាក់ទងសួរបានខ្លាចលោមាន BG ខ្លះគាត់ធ្វើស្តៀងនឹងដែរដើម្បីបំភាន់ភ្នែកបងប្អូនខ្លះគាត់មិនបានចាប់អារម្មណ៍រឿង833អីមើលរូប logo អីគាត់ឃើញបេស្តៀងហ្នឹងព្រោះគេ copy មកមានបេស្តៀង G833 ដោយសារ G833 ដាច់ខ្លាំងនៅក្នុងស្រុកខ្មែរយើងសម្រាប់ដំណាំដាំដុះកសិកម្មគឺទុរេនម្រេចអីហ្នឹងគឺស្គាល់ហើយ833បងប្អូនហើយសម្រាប់បងប្អូនដែលមានចម្ងល់ចង់សួរពាក់ព័ន្ធនឹងការដាំនេះយកសេវាមិនខ្ញុំដាក់លេខទូរស័ព្ទក្រុមការងារដែលគាត់ពាក់ព័ន្ធនឹងរឿងហ្នឹងខ្ញុំដាក់នៅលើវីដេអូហ្នឹងទៅបងប្អូនចាំតាក់ទងសួរទៅថាសេវាកម្មយើងគិតយ៉ាងណាអីនៅក្នុងវីដេអូហ្នឹងបងប្អូនចាំតាក់ទងគាត់ទៅបាទហើយយើងនឹងមានសកម្មភាពដាំទុរេនជុំគ្នាជាមួយនឹងអតិថិជនឬក៏ម្ចាស់ចម្ការនៅទីនេះបាទនិយាយរួមមិនចូលគ្នាក្នុងមួយវីដេអូនេះដើម្បីឲ្យបងប្អូនបានតាមដានហើយយើងនឹងសង្ឃឹមថា3-4ឆ្នាំក្រោយយើងបានភ្លក់រសជាតិទុរេននៅទីនេះហើយយើងសង្ឃឹមថាដាំហើយនឹងសុខភាពវាល្អបាទអញ្ចឹងបងប្អូនវីដេអូដែលខ្ញុំចែករំលែកឬក៏ផ្សព្វផ្សាយនេះមួយមានចំណុចល្អចំណុចមិនល្អអីគ្រាន់ថាបងប្អូនឃើញជំហានទី1ចំណុចមិនល្អសម្រាប់ការធ្វើនេះគឺការធ្វើនេះគឺចំណាយបាទរៀងចំណាយដោយសារយើងប្រើសិតតែ SK ដើម្បីមកធ្វើបាទអញ្ចឹងគ្រាន់ថាពេលខ្លះបើយើងមិនចំណាយឲ្យត្រូវទេក៏វាអត់កើតដែរយើងចំណាយតិចពីដំបូងតែมันប្រកាសថាវាបានយូរអង្វែងទេដូចការដាំហ្នឹងកាប់ដាំដល់ពេលឲ្យទុរេនខូចច្រើនប្រព័ន្ធទឹកហ្នឹងចេះតស្រួយឲ្យបាន1ឆ្នាំ2ឆ្នាំអញ្ចឹងទៅគង់ចាំធំចាំដោទៀតបោកបោះទៅវាអស់ច្រើនជាងអាយើងដំបងទៀតបាទអញ្ចឹងហើយវាដដែលហើយវាខុសច្រើនដងទៀតបាទអញ្ចឹងហើយបងប្អូនចង់ធ្វើតាមក៏ធ្វើមិនធ្វើតាមគឺជាសិទ្ធអត់មានពីណាគេទៅចាប់ដៃចាប់ជើងយើងយកមកធ្វើតាមទេបាទហើយសម្រាប់ព័ត៌មានទាំងអស់ពាក់ព័ន្ធនឹងការប្រើប្រាស់ជីទិញជីអីទាំងអស់មានទាំងអស់មួយសេតបាទបងប្អូនអាចតំណាក់តំណងនៅលេខទូរស័ព្ទក្រុមការងារគាត់លក់ផ្នែកលក់បាទអាចតាក់ទងបានហ្នឹងហើយអញ្ចឹងបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេកុំឲ្យយូរពេកបាទអរគុណច្រើនបងប្អូនជំរាបលាបាទអរគុណ